បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំទទួលបាន iPhone 12 Pro Max មួយដើមហ្នឹងហើយ12 Pro Max នេះគាត់បានសួរខ្ញុំពីយប់ដែរអញ្ចឹងណាហ្នឹងហើយគាត់ថាទូរស័ព្ទ12 Pro Max នេះក៏ប្រើសុកទៅវាទៅជាបញ្ហាគាំងហ្នឹងហើយគាំងអត់ដំណើរការ touch នៅលើអេក្រង់ណាហ្នឹងហើយប៉ុន្តែក៏ខ្ញុំបានសួរនាំគាត់ទៅទៀតគាត់ថានៅលើអេក្រង់ហ្នឹងតើចុចបានអត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ថាចុចបានអញ្ចឹងខ្ញុំគិតថាទូរស័ព្ទនេះគឺមូលហេតុដោយសារគាត់ប្រើប្រាស់កម្មវិធីហើយគឺគាត់អត់បាន clear ចោលហ្នឹងណាហ្នឹងហើយអញ្ចឹងក៏គាត់សម្រេចចិត្តយកមកហាងខ្ញុំអញ្ចឹងណាហ្នឹងហើយក៏ខ្ញុំមុនដំបូងក៏ខ្ញុំបានជួយដោះស្រាយគាត់ដែរប្រាប់វិធីចុចវាមិនដើម្បីឲ្យគាត់អាចដោះស្រាយខ្លួនឯងបានណាហ្នឹងហើយអញ្ចឹងក៏គាត់ប្រាប់ទៅគាត់ធ្វើអត់តាន់បានអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់សម្រេចចិត្តថាគាត់មកហាងខ្ញុំមិនឲ្យទៅព្រោះដោយសារគាត់គិតថាទូរស័ព្ទហ្នឹងវាខូចអេក្រង់ឬក៏គេហៅថាខូច touch ហ្នឹងហើយប៉ុន្តែការពិតទូរស័ព្ទនេះអត់ខូច touch ទេហ្នឹងហើយអេក្រង់វាក៏អត់ខូចដែរដោយសារវាគាត់តែគាំងហ្នឹងហើយដោយសារយើងប្រើប្រាស់កម្មវិធីច្រើនទៅយើងអត់បាន clear វាចោលហ្នឹងហើយអញ្ចឹងកុំឲ្យវីដេអូនេះវែងអញ្ចឹងខ្ញុំប្រាប់ពីរបៀបចុចទៅអញ្ចឹងបងប្អូនត្រូវស្គាល់ថាវ៉ូលីមភាសាយើងហ្នឹងគេហៅវ៉ូលីមបូកនិងវ៉ូលីមដកហ្នឹងហើយនិងវ៉ូលីម power ហ្នឹងហើយអញ្ចឹងបងប្អូនចុចកន្លែងត្រង់វ៉ូលីម power នេះមួយបាទហើយវ៉ូលីមដកក្រោមនឹងមួយហើយចុច power ឲ្យជាប់ហ្នឹងហើយអញ្ចឹងយើងរងចាំបន្តិចទៅទូរស័ព្ទនឹងរលត់ដល់ពេលដែលទូរស័ព្ទរលត់បងប្អូនអាចដកដៃចេញហ្នឹងហើយអញ្ចឹងយើងរងចាំតិចទៅអញ្ចឹងខ្ញុំសូមបញ្ជាក់តិចដំបូងឡើយយើងចុច volume ឡើងលើមួយប៉ឹក volume ចុះក្រោមមួយប៉ឹកហើយយើងទៅចុច power ហ្នឹងឲ្យជាប់កុំឲ្យលែងដៃចុចរហូតតតែទូរស័ព្ទហ្នឹងរលត់រួចយើងបានអាចបលែងដៃទៅគឺទូរស័ព្ទហ្នឹងគឺវារលត់បើកវាចាប់ដើមរលត់ហើយវានឹងបើកដោយខ្លួនឯងហ្នឹងហើយអញ្ចឹងបងប្អូនអាចវិធីនេះអាចដោះស្រាយបានងាយអញ្ចឹងហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងរាល់កំហុសខុសឆ្គងអីហ្នឹងហើយសូមអភ័យទោសផងព្រោះដោយសារខ្ញុំធ្វើវីដេអូនេះគឺដើម្បីចង់ចែកចំណេះដឹងដល់តេជនឬក៏មិត្តជាងឬក៏តែគាត់បានឆ្ងល់ហ្នឹងហើយអញ្ចឹងវីដេអូនេះអរគុណច្រើនសូមជម្រាបលាកុំភ្លេចជួយចុច like និង subscribe channel របស់ខ្ញុំផងព្រោះដោយសារជួយផ្ដល់ជាកម្លាំងចិត្តដើម្បីធ្វើវីដេអូបន្តចែកចំណេះដឹងដល់អ្វីដែលថ្មីអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងអរគុណច្រើនសូមជម្រាបលា